សូមស្វាគមន៍មកកាន់ការប្រកួតភាសាខ្មែរថ្ងៃនេះយើងមកជួបជុំគ្នាដើម្បីអបអរសាទរនិងចូលរួមក្នុងកម្មវិធីប្រកួតភាសាខ្មែរដែលជាវេទិកាសំខាន់មួយក្នុងការលើកកម្ពស់និងថែរក្សាមរតកវប្បធម៌ដ៏មានតម្លៃបំផុតមួយចំពោះភាសាជាតិរបស់យើងភាសាខ្មែរមិនត្រឹមតែជាភាសាសម្រាប់ប្រើក្នុងការទំនាក់ទំនងប៉ុន្តែវាជាភស្តុតាងនៃអត្តសញ្ញាណប្រវត្តិសាស្ត្រនិងវប្បធម៌របស់ជាតិយើងការប្រកួតថ្ងៃនេះគឺជាឱកាសដ៏អស្ចារ្យសម្រាប់កូនៗបង្ហាញពីចំណេះដឹងការច្នៃប្រឌិតនិងការស្រឡាញ់លើភាសាជាតិរបស់យើងខ្ញុំសូមអញ្ជើញសិស្សឈ្មោះវិចិត្រសៀវហួរជាសិស្សថ្នាក់ទី4នៃមជ្ឈមណ្ឌលសិក្សាទំនើបសាខាភ្នំពេញថ្មីឡើងមកលើវេទិកាដើម្បីបង្ហាញនៅចំណាប់អារម្មណ៍ស្ដីពីការសិក្សានៅមជ្ឈមណ្ឌលសិក្សាទំនើបបាទពិសោធន៍ល្អៗដែលនេះខ្ញុំទទួលបានពីការសិក្សានៅមជ្ឈមណ្ឌលសិក្សាទំនើបរួមមានមជ្ឈមណ្ឌលបានផ្ដល់នៅកម្មវិធីល្អៗរួមបញ្ចូលភាសាខ្មែរភាសាអង់គ្លេសភាសាចិននិងកម្មវិធី STEM ដែលមានមុខវិជ្ជា Robotics និងសរសេរកូដក្រៅពីនេះសាលាបានផ្ដល់នៅកម្មវិធីសិក្សាទូទៅជាភាសាខ្មែរអង់គ្លេសនិងចិនមជ្ឈមណ្ឌលមានបរិយាកាសសមរម្យនិងសម្ភារៈចម្រុះដើម្បីជំរុញដល់ការសិក្សារៀនសូត្ររបស់នាងខ្ញុំសិក្សាទំនើបបានជួយឲ្យកូនបាទក៏ដូចជាឪពុកម្ដាយចំណេញពេលវេលាច្រើនរៀនតែសាលាតែមួយមិនចាំបាច់ជូនកូនទៅរៀន2 3សាលាពេលព្រឹករៀនកម្មវិធីជាតិពេលរសៀលរៀនកម្មវិធីទំនើបដែលមានភាសាបូកនិងបច្ចេកវិទ្យាដើម្បីគាំទ្រនៅកម្មវិធីគណៈគ្រប់គ្រងបាទក៏ដូចជាមជ្ឈមណ្ឌលសិក្សាទំនើបបង្កើតឲ្យមានកម្មវិធីប្រកួតប្រជែងក្រៅពីការប្រឡងយកពិន្ទុតាមថ្នាក់នីមួយៗចេញចំណាត់ថ្នាក់លេខ1លេខ2លេខ3គឺយើងមានកម្មវិធីប្រកួតប្រជែងដាច់ដោយឡែកដើម្បីគ្រប់គ្រងនៅកម្មវិធីជាតិគឺការប្រកួតប្រជែងភាសាខ្មែរហើយយើងធ្វើជាលើកទី2ហើយនៅឆ្នាំនេះក្រៅពីការប្រកួតប្រជែងភាសាខ្មែរយើងមានកម្មវិធីច្រើនទៀតបាទដែលមានដូចជាការប្រកួតប្រជែងភាសាអង់គ្លេសនិងភាសាចិនមានកម្មវិធីការប្រកួតប្រជែងបច្ចេកវិទ្យាបាទគេហៅថា Robothing Fair ជារៀងរាល់ឆ្នាំបាទកម្មវិធីមានអីយើងដាក់ការប្រកួតហ្នឹងដើម្បីឲ្យកូនខិតខំប្រឹងប្រែងបាទក្រៅពីការសិក្សាយកពិន្ទុនៅសាលាកូនមានឱកាសប្រកួតប្រជែងក្នុងចំណោមអ្នកខ្លាំងនិងអ្នកខ្លាំងតាមសាខានីមួយៗ